ទីមួយហេតុអីបានជាយើងត្រូវឆ្វេងយល់ថាហេតុអីបានជាយើងមិនត្រូវបៀតបៀនប្រោអំពើហិង្សាទៅជីវិតរបស់អ្នកដទៃយើងសួរចឹងវិញណាកុំគិតថាដាក់ហាមមិនឲ្យសម្លាប់យើងសួរថាហេតុអីបានហាមអញ្ចឹងគេឲ្យយើងគិតឧបមាថាទាំងអាត្មាក៏ដោយយើងទាំងអស់គ្នាក៏ដោយយើងខ្លាចតក់ស្លុតនឹងសេចក្តីស្លាប់ឯងខ្លាចឯងខ្លាចយ៉ាងណានេះខ្លាចទាំងអស់គ្នាប៉ុន្តែយើងអត់ដែលគិតទី2យើងដែលចង់ឲ្យគេនឹងវាយយើងធាក់យើងចង់ទេអត់ទេយើងអត់ចង់ទាំងអស់គ្នាអញ្ចឹងយើងត្រូវបណ្ដោះចិត្តនឹងហើយយើងត្រូវគិតថាអ្នកដទៃក៏ដូចគ្នាដែរខ្ញុំមិនពេញចិត្តអីគេក៏អត់ពេញចិត្តនៅកិច្ចការទាំងអស់ហ្នឹងដែរអញ្ចឹងហេតុអីបានវាជាគោលការណ៍នៃជីវិតពីព្រោះពេលដែលយើងរស់នៅក្នុងសង្គមវាអាចមានចិត្តហ្នឹងចង់វាយគេចង់ធ្វើបាបគេប៉ុន្តែពេលដែលយើងថាអត់ទេនេះជាគោលការណ៍នៃជីវិតកាលណាខ្ញុំធ្វើបាបគេដូចជាខ្ញុំនឹងធ្វើបាបខ្លួនឯងគ្រាន់តែមនុស្សមិនសូវយល់ប៉ុន្តែច្បាប់ធម្មជាតិកាលណាយើងធ្វើបាបគេអានឹងនឹងមកយើងវិញហើយវាឡងមកយើងវិញអង់គ្លេសយើងហៅថា bouncing back អានឹងដូចបាល់យើងគប់ទៅវាមកវិញអញ្ចឹងប៉ុន្តែការមកវិញហ្នឹងវាមកលក្ខណៈផ្សេងយើងសម្រាប់យើងបៀតបៀនគេពេលខ្លះធ្វើឲ្យយើងនឹងឈឺច្រើនមានជំងឺមាននេះអីចឹងទៅអានឹងដោយសារយើងធ្វើបាបគេអត់មកធ្វើបាបយើងទេពេលខ្លះប៉ុន្តែអាច្បាប់ធម្មជាតិដែលវាបង្កើតធម្មពលនៅក្នុងโลกហ្នឹងវាធ្វើឲ្យយើងហ្នឹងវាឈឺចាប់ពេលខ្លះដោយមិនដឹងខ្លួនពេលខ្លះអង្គុយថប់ដង្ហើមណាអញ្ចឹងពេលដែលយើងគិតអូនេះជាគោលការណ៍ជីវិតនេះជាច្បាប់ធម្មជាតិដែលយើងត្រូវតែធ្វើឲ្យបានបើយើងជាអ្នកប្រាថ្នានៅសេចក្តីសុខបើយើងថាអត់ទេមិនក៏បានអានឹងជារឿងរបស់យើងប៉ុន្តែបើយើងថាបើខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំស្រឡាញ់សេចក្តីសុខខ្លួនឯងអានឹងយើងត្រូវឲ្យសេចក្តីសុខទៅគេកាលណាយើងឲ្យទុកទៅគេអាទុកនឹងមកយើងវិញអញ្ចឹងនេះជាគោលការណ៍ជីវិតធ្វើបានមិនបានសំខាន់យើងដាក់ឆន្ទៈឲ្យខ្ពស់យើងអាចធ្វើបានហើយប៉ុន្តែបើយើងថាមិនអីទេវាមិនវាឲ្យតែយើងមានលុយច្រើនទៅអូខេហើយអាហ្នឹងយើងគិតចឹងអាហ្នឹងក៏ទៅតាមហ្នឹងប៉ុន្តែកុំត្អូញពេលកើតទុកទី2យើងត្រូវយល់ពីច្បាប់ធម្មជាតិនៃដូចថាយើងធ្លាប់រៀនហើយ banking accounting អីយើងរៀនទាំងអស់ហើយប៉ុន្តែពេលដែលយើងទៅរកស៊ីមែនទេយើងទៅរកស៊ីយើងធ្វើចំណុចអីក៏ដោយហេតុអីបានមានអ្នកខ្លះរកស៊ីទៅរីកចម្រើនអ្នកខ្លះដូចជាប្រឹងគេដែរដូចនេះដូចជួបបញ្ហារហូតហើយគេពេលខ្លះគេបោករហូតពេលខ្លះរកស៊ីខាតរហូតអានឹងវាមានអាចកំបាំងមួយដែលយើងមើលមិនឃើញគេហៅថាមានឥទ្ធិពលគេហៅថាបើអាត្មាប្រាប់ថាជាស្រមោលនៃអំពើរបស់ខ្លួនដែលខ្លួនបានធ្វើវាមកលងយើងប៉ុន្តែគ្រាន់តែយើងនឹងអត់ស្គាល់ថាវានឹងជាស្រមោលរបស់យើងស្ដាប់តើនេះវាជាខ្មោចដែលបានស្លាប់ពីអំពើអាក្រក់របស់យើងវាមកលងយើងប៉ុន្តែយើងទាំងអស់គ្នាអត់ទេពេលដែលយើងមានរឿងអីយើងចោទគេនឹងដោយសារគាត់បោកខ្ញុំតែកម្មការពិតការយើងកេងប្រវ័ញ្ចយកទ្រព្យគេទាំងអស់ហ្នឹងវានឹងមកយើងវិញដូចថាឧទាហរណ៍លោកគ្រូណាលោកគ្រូដូចថាយកអីពីអាត្មាអីចឹងទៅអាត្មាមិនបាច់ចាំយកពីគាត់ទេពេលខ្លះគាត់ធ្វើអីរកស៊ីទៅខាតចឹងទៅអានឹងច្បាប់ធម្មជាតិនឹងចឹងពេលដែលយើងគិតថាគោលការណ៍នៃជីវិតបងប្អូនអាត្មាសូមសរសើរមែនតើគឺឃើញមុខក្មេងៗច្រើនគឺសប្បាយចិត្តពេលដែលបងប្អូនខ្មែរយើងគាត់យល់ពីខ្លឹមសារនៃជីវិតថាខ្លឹមសារនៃជីវិតហ្នឹងវាមិនមែនត្រឹមតែលុយឬក៏ផ្ទះទេសំខាន់គឺសេចក្តីសុខផ្លូវចិត្តឬក៏គុណធម៌ហ្នឹងគឺសំខាន់ណាស់ពីព្រោះហេតុអីបងប្អូនទាំងអស់គ្នាជាសសរទ្រូងរបស់ប្រទេសជាតិកាលណាសសរទ្រូងរបស់យើងមានគុណធម៌ប្រទេសយើងមានសេចក្តីសុខច្រើនណាអញ្ចឹងបងប្អូនត្រូវយល់ថាអូគឺមិនឲ្យយកទ្រព្យគេឬក៏ស្អីទាំងអស់ហ្នឹងគឺដូចជាយើងលះបង់ដើម្បីអីបងលះបង់ដើម្បីថែរក្សាទ្រព្យខ្លួនឯងអញ្ចឹងយើងមិនលួចទ្រព្យគេហ្នឹងមានន័យថាយើងកំពុងតែវិនិយោគថែរក្សាទ្រព្យរបស់ខ្លួនមែនទេបងប្អូនពេលអ្នកដែលថែរក្សាទ្រព្យព្យាយាមមិនលួចទ្រព្យគេមានតែម៉េចយើងថែរក្សាទ្រព្យរបស់គេអញ្ចឹងការថែរក្សាដូចជាថែរក្សារបស់ខ្លួនអញ្ចឹងរកស៊ីអត់សូវខាតហើយចេះតែមានអាហ្នឹងដោយសារអាកម្លាំងនៃធម្មពលដែលយើងមើលមិនឃើញហ្នឹងគ្រាន់តែសង្គមបច្ចុប្បន្នភាគច្រើនយើងមិនជឿនៅក្នុងអំពើល្អហ្នឹងប៉ុន្តែអំពើល្អទោះបីពេលខ្លះមិនបានផលនៅពេលនេះក៏ដោយប៉ុន្តែយើងអ្នកធ្វើហ្នឹងមានសេចក្តីសុខឧទាហរណ៍ថាអាត្មាញញឹមដាក់វិសាលគាត់អាចអត់ញញឹមដាក់អាត្មា
ប៉ុន្តែអាត្មាមានសេចក្តីសុខរួចទៅហើយមែនទេណាអញ្ចឹងសេចក្តីល្អយើងកុំទាន់គិតថាគេធ្វើតបមិនតបសំខាន់យើងដាក់ចិត្តធ្វើសិនមែនទេសំខាន់យើងហ៊ានដាក់ចិត្តធ្វើអត់ហើយមួយទៀតអាត្មាពេលខ្លះអាត្មាអង្គុយនេះរឿងប្រសង់ឯណាលោកបងអូននៅដែរលោកបងអូនកត់ទៅពេលខ្លះអាត្មានឹងសង្គមណាក៏មានដូចគ្នាដែរពេលខ្លះយើងអង្គុយលើយន្តហោះយើងអង្គុយតាមណាអីឬក៏យើងដើរទៅណាអីយើងកាន់ទូរស័ព្ទមែនទេយើងអត់សូវអៀនទេមែនទេណាអញ្ចឹងហេតុអីពេលដែលអាត្មាជាប្រសង់អង្គុយនៅក្នុងឡានអង្គុយសមាធិហេតុអីបានអាត្មាត្រូវអៀនមែនទេយល់អាត្មានិយាយហេតុអីបានយើងត្រូវអៀនហេតុអីបានយើងត្រូវខ្មាស់អានឹងដោយសារយើងមិនឲ្យតម្លៃទៅសេចក្តីល្អយើងធ្វើអំពើមិនល្អយើងអត់ខ្មាស់ទេមែនទេយល់ទេណាប៉ុន្តែដល់ពេលយើងធ្វើអំពើល្អយើងខ្មាស់អត់អាត្មាចង់ពេលមុនអាត្មាមានចិត្តចឹងដូចអង្គុយសមាធិកុំឲ្យគេថាលោកអីក៏ទៅសម្រួមអីអង្គុយក្នុងឡានដែរអញ្ចឹងណាតែតាមពិតយើងអង្គុយទៅវាស្ងប់ខ្លួនឯងណាអញ្ចឹងអាត្មាចង់បញ្ជាក់ថាបងប្អូនទាំងអស់គ្នាយើងរៀនឲ្យថាយើងត្រូវតែហ៊ានវាថាយើងហ៊ានធ្វើនេះយើងហ៊ានធ្វើនោះយើងហ៊ានឡើងនិយាយយើងហ៊ានតវ៉ាមតិជាដើមអញ្ចឹងណាប៉ុន្តែអាត្មាអមនឹងអ្វីដែលវិសាលលើកឡើងត្រូវតែហ៊ានធ្វើសេចក្តីល្អកុំខ្មាស់ឲ្យសោះត្រូវថ្វាយបង្គំម៉ាក់ថ្វាយបង្គំអោបថាស្រឡាញ់សុំទោសថាសុំទោសម៉ាក់កូនខុសហើយកុំមុខសង្សារហ៊ានមួយម៉ាក់អត់ហ៊ានអានឹងអត់កើតទេយល់ទេណាអញ្ចឹងអាត្មាចូលរួមប៉ុណ្្នឹងថាសរុបមកវិញគឺក្នុងពុទ្ធសាសនាសិល2នឹងហើយទី1មិនសម្លាប់សត្វទី2គឺមិនលួចទ្រព្យគេប៉ុន្តែអាត្មាបកស្រាយនៅក្នុងនៃពុទ្ធសាសនាទេប៉ុន្តែចង់ឲ្យអ្នកទាំងអស់គ្នាយល់ថានេះហើយជាគោលការណ៍នៃជីវិតដែលយើងត្រូវអនុវត្តបើសិនណាយើងជាអ្នកប្រាថ្នានៅសេចក្តីសុខរបស់ខ្លួនណាសូមអរគុណ